ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំម៉ែសម្រាប់លោកអ្នកដែលកើតឆ្នាំម៉ែនៅក្នុងសប្តាហ៍នេះផ្ទាល់លោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកទទួលបានការរើសអើងការមើលងាយការរិះគន់អាចនឹងទទួលបានគេហៅថាការមើលរំលងនៅអ្វីដែលយើងខំធ្វើអីចឹងណាចឹងសប្តាហ៍នេះលោកអ្នកត្រូវប្រយ័ត្នអាចថាបើមិនចាំបាច់កុំព្យាយាមទៅគេហៅថាទៅពាក់ព័ន្ធជាមួយមនុស្សដែលគេហៅថាមាននិស័យខុសពីយើងអីចឹងអ្នកខ្លះយើងអាចគិតថាយើងចង់រាប់អានជាមួយគេប៉ុន្តែគេបែរជាប្រកាន់ខ្លួនអញ្ចឹងបើមិនចាំបាច់ឱកាសនេះកុំព្យាយាមដូចថាព្យាយាមចូលទៅរកអ្នកណាមុនបើសិនជាគេមិនត្រូវការឬក៏គេមិនមករកយើងមុនទេអាចថាកុំព្យាយាមចូលទៅរកអ្នកណាឲ្យសោះមិនចឹងទេលោកអ្នកអាចនឹងទទួលបានការមើលងាយអីចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញចានៅក្នុងសប្តាហ៍នេះលុយកាក់របស់អ្នកឃើញថាអាចមិនសូវជាល្អប្រសើរទេជាគួរប្រយ័ត្នប្រយែងចាប្រយ័ត្នអាចនឹងត្រូវគេដើរខ្សែលើគេកាប់កេងគេបំពេញយកអីចឹងណាចាហើយសម្រាប់រឿងសុខភាពមួយរយៈនេះសុខភាពរបស់អ្នកត្រូវប្រយ័ត្នបរិវេណភ្នែកហើយនឹងផ្ទៃមុខតិចអាចមានឱកាសមានឈឺមានរបួសផ្នែកហ្នឹងចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារចាលោកអ្នកប្រយ័ត្នអាចមានឱកាសមានបញ្ហានៅកន្លែងការងារទី1ប្រយ័ត្នត្រូវគេចោទប្រកាន់ឬទម្លាក់កំហុសបងមួយចំនួនអាចមានកំហុសនៅកន្លែងការងារអាចនឹងត្រូវស្ដីបន្ទោសអ្នកខ្លះក៏ត្រូវមានការបាត់បង់ការងារអីហ្នឹងគឺអាចមានដែរអញ្ចឹងគួរប្រយ័ត្នណាហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីឃើញថាលោកអ្នកអាចមានភាពតានតឹងបន្តិចនៅក្នុងសប្តាហ៍នេះចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូត្រូវប្រុងប្រយ័ត្នឱកាសនេះឃើញថាលោកអ្នកអាចនឹងត្រូវដៃគូរបស់យើងគាត់អាចនឹងមានរឿងកុហកឬលាក់បាំងចំពោះលោកអ្នកផ្ទាល់តែម្ដងចាធ្វើឲ្យលោកអ្នកដូចថាដឹងឬក៏ចាប់បានទៅយើងអាចមានរឿងខកចិត្តអញ្ចឹងណាចាហើយសម្រាប់លោកអ្នកដែលនៅត្នេក៏គួរតែប្រយ័ត្នឱកាសនេះអាចនឹងមានមនុស្សចូលមកលេងសើចឬក៏អាចថាបោកប្រាស់ទំនុកចិត្តយើងតែម្ដងអញ្ចឹងអាចនឹងមានរឿងឈឺចាប់ខកចិត្តដូចគ្នាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសប្តាហ៍នេះលោកអ្នកត្រូវប្រយ័ត្នជាមួយសត្វណាប្រយ័ត្នមានរបួសគ្រោះថ្នាក់ដោយសារសត្វហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងក្មេងឲ្យបានច្រើនដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ឈាមជ្រូកហើយនិងពណ៌ទឹកក្រូចចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ55 1ចា